អាហារ7មុខដែលសម្អាតជាតិពុលចេញពីឈាមហើយសម្អាតខ្លាញ់សម្អាតខូលេស្តេរ៉ុលចេញពីឈាមផ្លែបឺរគឺល្អមែនទែនបងប្អូនសម្រាប់សុខភាពរបស់យើងជាពិសេសគឺមើមខ្ទឹមអ្នកណាក៏ដឹងដែរជួយឲ្យចរន្តឈាមយើងរត់ស្រួលហើយវាកម្ចាត់ជាតិពុលកម្ចាត់ជាតិខ្លាញ់កម្ចាត់ខូលេស្តេរ៉ុលចេញពីឈាមហើយចំណែកផ្លែប៉ោមវិញក៏មានតួនាទីអញ្ចឹងដូចគ្នាជាពិសេសហ្នឹងគឺបន្ថែមវីតាមីន C ដល់រាងកាយកម្ចាត់មេរោគចេញពីឈាមហើយសម្រាប់គ្រាប់ធញ្ញជាតិបងប្អូនឲ្យតែជាប្រភេទគ្រាប់ធញ្ញជាតិញ៉ាំទៅអត់ខុសបំណងទេហើយចំណែកមើមការ៉ុតវិញក៏វាមានតួនាទីបំពេញគ្រាប់ឈាមជួយឲ្យភ្នែករបស់យើងនឹងបានល្អជួយឲ្យចង្វាក់បេះដូងយើងបានល្អហើយដំឡូងជ្វាណាបងប្អូនណាស្ងោរក៏បានចំហុយក៏បានញ៉ាំឲ្យញឹកញាប់ទៅក៏វាជួយឈាមយើងរត់បានល្អដែរប្រូកូលីអ្នកខ្លះក៏គេហៅផ្កាខាត់ណាខៀវក៏ជួយដល់សុខភាពគ្រឿងក្នុងយើងដែរបងប្អូនចា